សួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងមកធ្វើការ unboxing ជាមួយនឹងទូរស័ព្ទដៃ Oppo ដែលទើបចេញលក់នេះម្ដងអញ្ចឹងសម្រាប់ Oppo ដែលទើបចេញលក់នេះគឺ Oppo A6 Pro បងប្អូនអញ្ចឹងសម្រាប់តម្លៃរបស់វាគឺតម្លៃត្រឹមតែ200ស្ដើងទេ$239ណាអញ្ចឹងមុននឹងចូលទៅដល់រូបរាងរបស់វាបងប្អូនក៏មើល spec របស់វានៅពីលើនឹងសិនទៅអញ្ចឹងអ្វីដែលចាប់អារម្មណ៍ជាងគេគឺថ្មវាធំរហូតដល់7000 mAh ទោះបីជាថ្មធំប៉ុន្តែការសាកថ្មអត់យូរទេបងប្អូនចំណាយត្រឹមតែ1ម៉ោងទេព្រោះល្បឿនសាករហូតដល់80វ៉ាត់ឯណោះហើយទូរស័ព្ទនេះក៏មានប្រព័ន្ធការពារដែរទាំងទឹកទាំងធូលីល្បឿនអេក្រង់រហូតដល់ 20Hz ហើយប្រភេទអេក្រង់ AMOLED ទៀតសម្រាប់ spec ប៉ុណ្ណេះយើងយកទៅលេងហ្គេមលេងអីគឺអែមមែនតើណាអញ្ចឹងសម្រាប់ត្រឹម Mobile Legend Free Fire អីហ្នឹងគឺអូខេអត់មានបញ្ហាទេហើយសម្រាប់ spec របស់គេដែលដាក់មកនោះគឺ RAM 8 128G ណាមានពីរជម្រើសឲ្យបងប្អូនណា RAM 8 128និង RAM 8 256G ហើយមានពីរពណ៌ដូចគ្នាមានពណ៌ខៀវហើយនិងពណ៌ pink អូខេឥឡូវយើងមកធ្វើការបើកប្រអប់របស់វាមើលមកថានៅក្នុងហ្នឹងមានអីខ្លះតាមម្ដងនេះខ្ញុំចាប់អារម្មណ៍ជាងគេបំផុតគឺថ្មធំហើយនឹងការសាកថ្មលឿនអូខេហើយល្បឿនអេក្រង់គឺ AMOLED 120Hz អញ្ចឹងអែមមែនតើហើយសម្រាប់តម្លៃវិញគឺធូរថ្លៃទេត្រឹមតែ$230ស្ដើង239អូខេអញ្ចឹងយើងមកមើលទូរស័ព្ទនៅក្នុងយើងមកមើលអីវ៉ាន់ដែលមាននៅក្នុងប្រអប់ហ្នឹងមកអញ្ចឹងនៅខាងលើនេះយើងឃើញមានប្រអប់ពណ៌សមួយអញ្ចឹងអានេះប្រកាសជាអូខេបងប្អូនគឺមានស្រោមទូរស័ព្ទណាហើយនឹងសភៅពីរក្បាលនេះអូខេស្រោមទូរស័ព្ទគឺពណ៌ខ្មៅបែបនេះបងប្អូនណាគឺពណ៌ខ្មៅអែមស្អាតតាប្រភេទខ្មៅតុនបងប្អូនណាតុនហើយយើងបន្តមកយើងមានទូរស័ព្ទអូស្អាតទៀតនេះគឺពណ៌ខៀវបងប្អូនអូខេរូបរាងរបស់គេគឺអែមប្លែកក្របពីងគ្រើមណាប៉ុន្តែការស្ទាបជាក់ស្ដែងវាមិនសូវគ្រើមទេបងប្អូនអាឡូងមកល្មមស្អាតរៀងមកល្មមកានបងប្អូនឃើញជ្រុងកែមអែមជ្រុងប្រភេទនេះគឺជ្រុងអូខេសម្រាប់ខ្ញុំគឺស្រឡាញ់ model នេះមែនតើណាពីព្រោះតាម spec ដែលក្រុមហ៊ុនដាក់មកគឺអែមអញ្ចឹងនៅក្នុងហ្នឹងគឺមានឆ្លាំងសាកមានដុំសាកនិងខ្សែសាកជាមួយនឹងបញ្ចូលចាក់ស៊ីមបងប្អូនណាគឺមានតែប៉ុណ្្នឹងទេដែលក្រុមហ៊ុនភ្ជាប់មកនៅក្នុងប្រអប់ហ្នឹងអូខេសម្រាប់ដុំសាកនេះគឺអែមមែនតើបងប្អូនគឺល្បឿនរហូតដល់80វ៉ាត់ជាងការសាក7000 mAh ហ្នឹងគឺចំណាយពេលតាម1ម៉ោងទេគឺពេញហើយសាកលឿនប្រើយូរត្រកអស់មែនតើអូខេអញ្ចឹងយើងមកមើលរូបរាងរបស់វាវិញបងប្អូនគឺអែមមែនតើណាកាមេរ៉ាអែមចឹងបងប្អូនមើលកាមេរ៉ាខាងក្រោយគឺមានរហូតដល់2គ្រាប់អូខេមាន flash មួយពេលដែលយើងបានចាប់កាន់វាទៅគឺអែមបងប្អូនដូចខ្ញុំបញ្ជាក់ជូនបងប្អូនអញ្ចឹងអ្វីដែលចាប់អារម្មណ៍ជាងគេនោះគឺតម្លៃរបស់វាត្រឹមតែ$200ស្ដើងទេយើងបានជាមួយនឹង spec ដ៏អែមមែនតើ RAM 8 បូក 8 បន្ថែមពីលើហើយជាមួយនឹងប្រភេទអេក្រង់ AMOLED ទៀតអញ្ចឹងគឺអែមថ្មធំហើយការសាកលឿនអញ្ចឹងសម្រាប់ការបង្ហាញជូនបងប្អូននេះគឺបង្ហាញទាំងពីរពណ៌តែម្ដងណាអូខេអញ្ចឹងក្រុមហ៊ុនបានចេញលក់មកគឺមានពីរពណ៌ជាមួយនឹងពណ៌ខៀវហើយនិងពណ៌ pink អូខេអញ្ចឹងសម្រាប់ពណ៌ pink បងប្អូនឃើញហើយការ design របស់គេខាងក្រោយនេះគឺដូចមានស្ទប់ផ្កាផុសមកអញ្ចឹងណាអូខេហើយសម្រាប់ខាងពណ៌ខៀវបងប្អូនឃើញមានក្របផុសមកហ៎អូខេហើយរូបរាងរបស់គេគឺអែមជ្រុងបងប្អូនឃើញកន្លែងកែមនេះគឺកោងអែមមានអារម្មណ៍ថាស្អាតពេលដែលកាន់ក្នុងដៃទៅគឺស្និទ្ធមែនតើណាអូខេអញ្ចឹងសម្រាប់បងប្អូនដែលត្រូវការអាចតំណមកកាន់ហាងបានណាអញ្ចឹងសម្រាប់ហាងសម្រាប់ទីតាំងហាងគឺនៅបាត់ដំបងហើយសម្រាប់ Facebook បងប្អូនចង់ដឹងព័ត៌មានបន្ថែមអាចឆាតមកកាន់ Facebook មួយនេះអូខេហើយលេខទូរស័ព្ទតំណគឺបងប្អូន call មកលេខមួយខ្សែនេះណាអូខេអញ្ចឹងសម្រាប់ព័ត៌មានលម្អិតបងប្អូនកុំភ្លេច call មកក៏បានឬក៏ឆាតមក Facebook ក៏បានដែរអូខេអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេយើងជួបគ្នានៅវីដេអូក្រោយទៀត